Ok, số đây này đó cái này vừa tập làm ở bên chỉ môi nâng pan nhà đặt official mà đón tiết admin khăn tranh video dù đài ấy bật chỉ ở con mình tên này đó cái này đặt bàn control video click click bảo admin đặt bàn chạy mình lấy pi chụp này đăng computer chứ ngày ní admin là mò gì chỉ môi nâng website kỳ đi thi thể mùi bà để bóng phone class của quad score lấy hay bóng phone class của quad toàn score ai mở video này và tỏ bàn chẳng á Chân website គេ TTS គឺជា website មួយដែលអាចឲ្យបងប្អូនអាចយកសំឡេងទៅជា clone ដើម្បីដាក់ចូលធ្វើជាសាច់រឿងឬក៏ធ្វើជាអ្វីផ្សេងៗអញ្ចឹងទៅអូខេនេះជា website គេ TTS បាទកន្លែងនេះគឺកន្លែងដែលយើងរើសសំឡេងដែលយើងចង់ឲ្យ AI ហ្នឹងវា generate ពីអក្សរទៅជាសំឡេងអញ្ចឹងណាហើយយើងក៏អាចដាក់ clone បានដែរនៅកន្លែងនេះយើងអាច add create a new voice បានអញ្ចឹងណាបាទអញ្ចឹងពេលដែលយើងប្រើទៅយើងជួបបញ្ហាមួយដែលយើងបានឃើញអ្នកដែលប្រើដំបូងគឺគាត់មាន credit ដល់ទៅ1000 credit ដូចជា1000 credit ទេអ្នកខ្ញុំភ្លេចបាត់ហើយអញ្ចឹងបញ្ហាអ្នកដែលប្រើ credit TTS នេះគឺគាត់តែជួបបញ្ហាកន្លែង credit ហ្នឹងហើយអញ្ចឹងគាត់ប្រើអស់តែគាត់ត្រូវធ្វើមិនទៀតអញ្ចឹងគាត់អាចទី1គាត់អាចមកទិញកន្លែងនេះបានអញ្ចឹងណាគាត់ចុចលើ credit ទៅគាត់អាចទិញបានហើយបើសិនជាអ្នកនរគ្នាគិតថាយើងគ្រាន់តែមកប្រើអ្នកនរគ្នាអត់ចង់ចំណាយលុយទៅលើកម្មវិធីនឹងទេអ្នកនរគ្នាអាចធ្វើតាមវិធីខ្ញុំបានខ្ញុំមានកលឹះមួយដែលយើងធ្វើដោយ free តែម្ដងដើម្បីទទួលបាន credit រហូតអញ្ចឹងណាបាទអញ្ចឹងវារៀងសាំញ៉ាំតិចដែរអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវទៅតាមដានពីដើមរហូតដល់ចប់ទើបអាចធ្វើបានណាតោះអញ្ចឹងនេះគឺជា account ខ្ញុំបានប្រើអស់នៅសល់តែ89 credit ទេអញ្ចឹងបើសិនជាបងប្អូនចង់បានបន្ថែមខ្ញុំមាន website មួយទៀតដើម្បី generate mail អញ្ចឹងការចូលទៅនឹងប្រើកម្មវិធី Kiri TTS នេះគឺយើងត្រូវមាន account Gmail មួយអញ្ចឹងណាឥឡូវយើង log out ចេញសិនមកអូខេអញ្ចឹងចូលមកដំបូងគឺវាទាមទារយើង log in ជាមួយនឹង Gmail ឬក៏ email ផ្សេងៗអញ្ចឹងទៅឥឡូវយើងចូលកន្លែង sign up នេះមកដើម្បីបង្កើតថ្មីអូខេបាទចឹងយើងអត់ទាន់មាន email ទេបើសិនជាបងប្អូនអត់ទាន់មាន email បងប្អូនអាចមើលតាមខ្ញុំបានធ្វើតាមខ្ញុំទៅ email យើងគឺមានស្រាប់អញ្ចឹងណាចឹងសម្រាប់ website មួយនេះវាជួយបងប្អូនបានច្រើនមែនតើមិនថាគេ TTS ឬក៏បងប្អូនយកទៅប្រើក្នុង website មួយណាផ្សេងដូចជា Kling AI ខ្ញុំក៏បានសាកដែរគឺវាបានផល 100% បាទវាអត់ spam វាអត់អីទេដល់ពេលដែលយើងប្រើអស់ credit យើងអាចដូរ Gmail ទៀតទៅបាទអញ្ចឹងមកដល់ឥឡូវនេះគឺជា website មួយដែលអាច generate mail បានច្រើនមែនតើហើយសួរថា mail ហ្នឹងជារបស់យើងមែនទេឬក៏មិនវាមិនមែនជារបស់យើងទេវាគឺជា mail ដែលវាមាននៅក្នុង website ហ្នឹងស្រាប់អញ្ចឹងណាអញ្ចឹងវា generate ឲ្យយើងរហូតហើយសួរថា mail ហ្នឹងយើងប្រើប្រាស់បានអត់យើងអាចយកប្រើប្រាស់បានដំបូងយើងចូល copy មកបាទចុចតែកន្លែងនេះមួយមកគឺវា copy ឲ្យយើងហើយអញ្ចឹងមកយើងចូល sign up ណាដើម្បីយើងបង្កើត Gmail ថ្មីបាទអញ្ចឹងយើងយកមក pass មក Ctrl V ហើយសម្រាប់ password យើងដាក់ទៅណាដាក់អីដាក់ទៅស្រេចចិត្តទេអានេះយើងចេះដាក់ណាដើម្បីកុំឲ្យពេលវេលាយើងកាន់តែខើចអញ្ចឹងយើងដាក់សិនទៅហើយយើង complete ចុចទីកន្លែងនេះដើម្បី create account ណាបាទអញ្ចឹងយើងចុចកន្លែងនេះមក create account ហើយចុច save ក៏បានអត់ save ក៏បានតែខ្ញុំ save ទៅដើម្បីស្រួលពេលដែលយើង return ទៅ login វិញយើងចុចតែមួយ click ទៅគឺវាចូលតែម្ដងអញ្ចឹងដើម្បី login ចូលបានយើងត្រូវបកត្រឡប់មក website ដែលយើងយក mail មកមិញហ្នឹងនេះអញ្ចឹងបកមកកន្លែងហ្នឹងហើយ refresh វាមួយយើងបាយ refresh ក៏បានដែរឥឡូវនេះគឺវា load verify មកណាបាទអញ្ចឹងសួរថា mail ហ្នឹងយើងអត់មាន password ផងហេតុអីបានយើងប្រើបានដោយសារតែនេះគឺជា website mail ដែលយើងអាចយក mail ទៅប្រើប្រាស់បានដោយមិនចាំបាច់ប្រើ password អញ្ចឹងណាតោះឥឡូវយើងចូលទៅ verify ទៅអញ្ចឹងកលឹះមួយនេះខ្ញុំដឹងថាមានភាគតិចមែនតើដែលគាត់ប្រាប់ណាគាត់ប្រាប់តោះឥឡូវយើងចុច verify គឺអត់មាន MMO ផ្សេងណាគាត់ងាយចែកកលឹះនេះទៅកាន់បងប្អូនអរគ្នាតែសម្រាប់ខ្ញុំនឹងចែកទៅបងប្អូនអរគ្នានៅអ្វីដែលខ្ញុំចេះព្រោះដោយសារតែខ្ញុំខ្លាចភ្លេចខ្លួនឯងដែរបើខ្ញុំធ្វើជាវីដេអូទុកអញ្ចឹងណាបងប្អូនបាទ
បន្ទាប់ពីយើង verify រួចរាល់ចាំយើង back ទៅ credit TTS យើងវិញសំខាន់ internet ខ្ញុំវារៀង slow ថ្ងៃនេះជាស្រ័យមែនតើបងប្អូនបាទហើយកលឹះមួយនេះខ្ញុំសង្ឃឹមថាវានឹងជួយបងប្អូនបានច្រើនបាទឥឡូវយើង verify រួចរាល់ហើយ email confirm ហើយអញ្ចឹងយើងមិនបាច់ចុច go to on login នេះវិញទេបាទយើងចូលមក website យើងមួយនេះវិញមកហើយយើងចូល return to login បាទបន្តមកទៀតយើងចុច sign in តែម្ដងទៅព្រោះអីមុនហ្នឹងគឺខ្ញុំបាន save password ហ្នឹងនៅលើនឹងស្រាប់ហើយអញ្ចឹងណាបាទចុច sign in មកចាំមើលតើវាបានប្រហែល credit ដែរហើយយើងចូលមកកន្លែងនេះវិញយើងមិនបាច់ចុច go to login ទេយើងថយមួយមកវិញមកអញ្ចឹងវាទៅ mail កន្លែងហ្នឹងវិញឯនេះចាំមើលវាចេញ mail ហ្នឹងមកវិញណានេះគឺជា mail ដែលយើងបានប្រើប្រាស់មិញហ្នឹងនេះ G Jovi អីនេះហើយនៅពេលដែលយើងយក mail ហ្នឹងទៅ request នៅក្នុងកម្មវិធីផ្សេងក៏វា load សារឬក៏លេខកូដមកក្នុងហ្នឹងដែរប៉ុន្តែសម្រាប់ Facebook មួយខ្ញុំអត់ដឹងថាវា work អត់ទេណាអញ្ចឹងបងប្អូនអាចយក mail ហ្នឹងទៅប្រើប្រាស់ដោយទំនួលខុសត្រូវខ្លួនឯងព្រោះដោយសារនេះយើងគ្រាន់តែប្រាប់ពីកន្លឹះនៃការយក credit មកទេអូបាទគឺថាឥឡូវបង្កើតមកថ្មីគឺគេ free ឲ្យ 2000 credit អញ្ចឹងបើយើងគិតជាពាក្យវាអាចនឹងបាន2000ពាក្យដែរបងប្អូន2000ពាក្យគឺច្រើនណាស់បងប្អូនបាទអញ្ចឹងយើងចូលកន្លែង dashboard មកអញ្ចឹងបើសិនជាអូយ slow មែនតើបាទអញ្ចឹងមកដល់កន្លែងនេះបើសិនជាបងប្អូនរាល់ដងបងប្អូនគិតថាបងប្អូនបង្កើតដាក់ clone voice បងប្អូនរួចរាល់ហើយអញ្ចឹងអាវីដេអូដាក់ clone voice វីដេអូពីមុនហ្នឹងខ្ញុំបានបញ្ជាក់បញ្យល់ហើយបើបងប្អូនចង់ដឹងអាចចូលទៅមើលវីដេអូដើមរបស់ខ្ញុំបានអញ្ចឹងបាទអញ្ចឹងបើសិនជាបងប្អូននៅក្នុង account មុនយើងបានដាក់ក្នុងកន្លែង clone voice នេះយើង add ហើយណាបាទថាយើង add សំឡេងយើងរួចរាល់ហើយប៉ុន្តែដល់ពេលមកយើងដូរ account Gmail ទៅវាត្រូវតែ load add សារថ្មីទៀតអញ្ចឹងយើងត្រូវធ្វើការ add ឡើងវិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះមាន voice សំឡេងរបស់ខ្ញុំមួយអញ្ចឹងយើងវាសួរ use stream មកបាទវាឲ្យកាត់ខ្លីទៅកន្លែងនេះយើងចេះដាក់ទៅ bla 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 អញ្ចឹងទៅបាទ add voice វីដេអូនេះខ្ញុំគិតថាមានប្រយោជន៍ហើយបើសិនជាបងប្អូនទៅរៀនកន្លែងគេផ្សេងចំណុចកន្លែងនេះគឺសំខាន់ខ្លាំងហ្មងហើយគឺគេយកលុយដូចគ្នាគេអត់ប្រាប់បងប្អូន free ទេបងប្អូនជឿខ្ញុំព្រោះអានេះគឺជាកន្លឹះមួយដែលអត់មានងាយណាគេប្រាប់បងប្អូនទេតែបងប្អូនមើលវីដេអូនេះគឺចំណេញលើចំណេញតែម្ដងបាទមិនថាតែ website Credit TTS ដែលអាចយក credit បានច្រើនចឹងទេwebsite AI ផ្សេងឲ្យតែប្រើប្រាស់ credit ហើយ login ជាមួយនឹង email មិនថា Gmail ឬក៏ email ទេបងប្អូនអាចយក website នេះយកទៅ generate mail ដើម្បីយកទៅដាក់យក credit ថ្មីបានអញ្ចឹងខ្ញុំនឹង add voice កន្លែងនេះមួយសិនបាទបើសិនជាឥឡូវនេះអូខេវាចេញហើយអញ្ចឹងយើងថយមកនេះវិញមកអញ្ចឹងបងប្អូនអាចប្រើប្រាស់ voice clone បានហើយអញ្ចឹង account free គឺវាឲ្យ add តាម voice ទេបងប្អូនបើសិនជាបងប្អូនចង់ថែម voice ផ្សេងទៀតគឺត្រូវបង់លុយដូចគ្នាអញ្ចឹងណាអញ្ចឹងយើងចុចប្រើកន្លែងនេះមកបាទហើយយើងវាយអក្សរអី bla 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 អក្សរខ្មែរក៏បានអក្សរអង់គ្លេសក៏បានហើយកន្លែងហ្នឹងអញ្ចឹងទៅគឺវាកាត់តាមហ្នឹងអញ្ចឹងណានេះឧទាហរណ៍ដែលខ្ញុំវាយពាក្យប៉ុណ្នេះគឺវា C credit អត់12អញ្ចឹងបានន័យថាយើងប្រើ2000 credit នេះគឺបាន2000ពាក្យអញ្ចឹងបើសិនជាបងប្អូនមានអត្ថបទខ្លីល្មមចង់ធ្វើជា voice សំឡេងឲ្យវា generate គឺខ្ញុំគិតថាប៉ុណ្នេះគឺល្មមអញ្ចឹងឧទាហរណ៍ថាបើសិនជាបងប្អូនប្រើអស់ credit នេះទៀតអស់2000 credit ហ្នឹងបងប្អូន log out ចេញមកបាទ log out ចេញមកហើយបន្តមកបងប្អូនមកយក Gmail ឯនេះម្ដងទៀតអញ្ចឹងរបៀបយក Gmail កន្លែងនេះយើងចុចchange email address ក៏បាន delete this email address ក៏បានបាទឥឡូវយើងចុច delete ទៅបន្ទាប់មកវានឹង refresh ទៅកាន់ Gmail មួយទៀតដើម្បីបងប្អូនយកទៅបង្កើតជាមួយនឹង website Credit TTS នេះបាទដើម្បីយើងយកទៅដាក់យក credit time ទៀតណាបាទនេះគឺជា Gmail ថ្មីហើយ Gmail មុនហ្នឹងឈ្មោះ Gjo ស្អីគេនោះបងប្អូនបាទឥឡូវនេះគឺវាមក Vori Po អីចឹងទៅនេះគឺជា Gmail ថ្មីដែលអត់ទាន់មានសារ load មកទេហើយបងប្អូនអាច copy យកទៅបង្កើតជាមួយនឹង credit ឬក៏ក្នុង Credit TTS នេះបានអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះពិតជាមានប្រយោជន៍សម្រាប់អ្នកទាំងគ្នាមែនតើ
ហើយបើអ្នកទាំងគ្នាគិតថាវាជាវីដេអូមានប្រយោជន៍កុំភ្លេចចូលlike ហើយ subscribe ដាក់សញ្ញាកណ្ដឹងផងហើយចូល comment លេខម្នាក់មួយផងបើសិនជាចង់ដឹងពីចំណេះដឹងផ្សេងព្រោះអីខ្ញុំដឹងប៉ុណ្ណាខ្ញុំនឹងប្រាប់បងប្អូនទៅប៉ុណ្ណឹងដូចគ្នាព្រោះខ្ញុំគិតថាខ្លួនខ្ញុំក៏អាចចាំអស់ដែរអញ្ចឹងខ្ញុំក៏ធ្វើជាវីដេអូដើម្បីទុកជាឯកសារខ្លួនឯងដែរអញ្ចឹងណាអូខេអញ្ចឹងអត់មានអីទេវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងដើម្បីយក mail ទៅដាក់នៅក្នុង TTA ដើម្បីយើងយក credit ឲ្យបានច្រើនដងអញ្ចឹងណាបាទអញ្ចឹងបើសិនជាចង់បាន website មួយនេះអាចចូល comment ខាងក្រោមបានខ្ញុំនឹងតម្លាក់ website មួយនេះនៅក្នុង comment ខាងក្រោមហើយបើសិនជាបងប្អូនអត់ចង់ comment ទេក៏អត់អីដែរយើងអាចមើលលើនេះបាននេះគឺគេដាក់ពាក្យបែបនេះបាទអញ្ចឹងបងប្អូនអាចឃើញបានអញ្ចឹងអរគុណមែនទែនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ